វគ្គមួយនេះខ្ញុំនិយាយអំពីពេលដែលខ្ញុំកំពុងតែតោកយ៉ាបងប្អូនស្គាល់ពាក្យតោកយ៉ាគឺបានន័យថាវាក្រោមបន្ទាត់របស់ក្រទៅទៀតហើយវាក្រទាំងវេទនារស់ស្លាប់ទាំងរស់ទាំងវេទនាខ្ញុំចង់ចែកម្លែកថាពេលនោះកៅភ្នែកអ្នកទាំងអស់គ្នាដែលនៅជុំវិញខ្ញុំខ្ញុំនៅបញ្ជាក់ដដែលថាអត់មានអ្នកដតីណាមកដឹងរឿងខ្ញុំក្រៅពីអ្នកដែលនៅជុំវិញខ្លួនខ្ញុំទេអញ្ចឹងកៅភ្នែកអ្នកទាំងអស់គ្នានឹងគឺពោពេញទៅដោយជាអត្តពលមកទាំងវិជ្ជមានទាំងអវិជ្ជមានអញ្ចឹងបើសិនជាខ្ញុំហៀបរាប់នឹងវាយតម្លៃបែបណាវាសំខាន់លើការបកស្រាយរបស់ខ្ញុំបើខ្ញុំឧទាហរណ៍ថាគាត់មើលមកខ្ញុំបែបថាអាណិតសន្តោសមេត្តាខ្ញុំអាហ្នឹងខ្ញុំមើលបែបទៅជារឿងមួយដែលល្អតែបើមិនខ្ញុំបកស្រាយបែបថាកៅភ្នែកពួកគាត់ជារឿងមិនល្អវិញគឺពោពេញទៅដោយភាពប្រមាថមើលស្រាលគឺយើងមិនជាបើជាមនុស្សដែលគួរជាគេមកក្បែរហើយវាជាក់ស្ដែងមែនអញ្ចឹងនៅក្នុងវីដេអូខ្ញុំបង្ហោះទៅពាក់ព័ន្ធនឹងការបាក់ទឹកចិត្តមាន comment ជាច្រើនមានឆាតជាច្រើនចូលមកខ្ញុំគឺកូនក្មួយគាត់មានអារម្មណ៍នឹងកំពុងដែលជួបកំពុងតែឆ្លងកាត់កំពុងតែស្ថិតនៅក្នុងស្ថានភាពនឹងច្រើនមែនតើខ្ញុំយល់អារម្មណ៍មួយហ្នឹងច្បាស់ថាវាពិតជាវេទនាបងប្អូនហ្នឹងពេលដែលខ្ញុំធ្លាក់ខ្លួនកូនទី1របស់ខ្ញុំហ្នឹងគឺគាត់នៅរៀននៅបរទេសទី1គឺខ្ញុំលាក់អត់ឲ្យកូនដឹងឯងខ្លាចកូនពិបាកចិត្តរៀនអត់ចូលកូនពៅរបស់ខ្ញុំអត់ទាន់ដឹងក្តីអីទេឪពុកម្ដាយខ្ញុំក៏ខ្ញុំអត់ឲ្យគាត់ដឹងដែរជាដំបងគឺអត់ឲ្យគាត់ដឹងដែរហើយដែលគាត់ដឹងមកគឺគាត់ដឹងពីម្ចាស់បំណុលទៅវិញពេលដែលគាត់មកលេងផ្ទះមានគេមកទាវបំណុលស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងបងប្អូនយើងអត់មានអ្នកណាចង់ជួបខ្ញុំទេទី1ទី2ទៀតពាក្យសម្ដីខ្ញុំរងផលប៉ះពាល់គឺមានតែពាក្យស្ដីបន្ទោសហើយនឹងពាក្យប្រមាថគ្មានពាក្យលើកទឹកចិត្តទេមានតែឪពុកខ្ញុំម្នាក់គត់ដែលលើកទឹកចិត្តខ្ញុំខ្ញុំនិយាយពីសម្ព័ន្ធភាពប្តីប្រពន្ធទេប្តីប្រពន្ធគឺធម្មតាត្រូវជួយគ្នាក្នុងគ្រាហ្នឹងគឺប្តីប្រពន្ធត្រូវជួយគ្នាវីដេអូក្រោយខ្ញុំនឹងនិយាយពីសម្ព័ន្ធភាពប្តីប្រពន្ធពេលដែលកំពុងតែពិបាកអញ្ចឹងមានតែលោកឪពុកខ្ញុំមួយដែលគាត់ជឿជាក់លើខ្ញុំគាត់ប្រាប់ខ្ញុំថាប៉ាជឿថាកូនធ្វើបានគ្រប់រឿងពីព្រោះកូនកើតមកសម្រាប់ជោគជ័យកូនកើតមកសម្រាប់ខ្លាំងកូនកើតមកសម្រាប់ឈ្នះគ្រប់ឧបសគ្គទាំងអស់ហើយកូនកើតមកសម្រាប់ឈ្នះខ្លួនឯងសម្ដីឪពុកខ្ញុំគឺនិយាយបែបហ្នឹងទៅធ្វើឲ្យខ្ញុំមានកម្លាំងចិត្តមែនតើខ្ញុំគិតថាខ្ញុំកើតមកសម្រាប់ឈ្នះខ្លួនឯងកើតមកសម្រាប់ខ្លាំងខ្ញុំដឹងខ្ញុំខ្លាំងខ្ញុំអាចជួយអ្នកណាបានទាំងអស់អញ្ចឹងខ្ញុំជួយបានខ្ញុំខ្លាំងទឹកខ្ញុំជួយកូនខ្ញុំជួយក្រុមគ្រួសារខ្ញុំអារម្មណ៍ពេលនោះគឺធ្វើឲ្យខ្ញុំឆ្លងកាត់ព្យុះភ្លៀងដេកពេលដែលខ្ញុំចាប់ដើមដេកភ្នែកខ្ញុំបិទមិនបានអារម្មណ៍នៅលើបំណុលវ៉ាន់កជុំវិញទឹះខ្ញុំត្រូវធ្វើម៉េចដើម្បីរំកិលថ្ងៃកុំឲ្យដើរទៅមុខពេលនោះខ្ញុំរងសម្ពាធបែបហ្នឹងហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែរឹងមាំហើយអ្វីដែលខ្ញុំមានសង្ឃឹមហើយខ្ញុំចេះទទូចឲ្យបងប្អូនទាំងអស់គ្នាលើវិស័យចលនាទ្រព្យដោយសារពេលដែលខ្ញុំកំពុងតែមានវិបត្តិខ្ញុំនៅមានក្តីសង្ឃឹមត្រង់ថាខ្ញុំអត់លុយតែខ្ញុំនៅមានដីខ្ញុំនៅមានផ្ទះខ្ញុំនៅមានទ្រព្យសម្បត្តិរបស់ខ្ញុំម្ចាស់បំណុលយើងអាចទៅនិយាយជាមួយគាត់ថាខ្ញុំនៅមានដីច្រើនសម្រាប់លក់កាត់សងគាត់ធនាគារខ្ញុំនៅនិយាយថាសូមឱកាសដើម្បីខ្ញុំកាត់កងទ្រព្យសងលក់កាត់កងទ្រព្យសងធនាគារក្នុងនោះមានបំណុលខ្លះក៏គាត់ឯកភាពថាយើងមានខ្ញុំមានទ្រព្យមែនម្ចាស់បំណុលខ្លះក៏គាត់អត់ទុកពេលឲ្យដូចគ្នាអញ្ចឹងក៏មានការកាត់មានការលក់ទ្រព្យឡៃឡង់ជាបន្តនេះគឺជារឿងពិតក៏ប៉ុន្តែវីដេអូមួយណាក៏ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរឿងត្រូវតែមានដីស្តុកដីទិញតិចទិញច្រើនសំដីដោយសារបងប្អូនកូនមួយជាច្រើនបច្ចុប្បន្ននេះពេលដែលប្រាប់ខ្ញុំឲ្យខ្ញុំរំលែកបង្ហាញផ្លូវខ្ញុំសួរក៏អត់មានទ្រព្យទេ
គាត់ចម្ពាក់គេឲ្យគាត់អត់ដែរទិញដីទុកទេគាត់អត់ដែរមានអីទេគាត់មានតែការបងរំលោះនេះបងរំលោះនោះនេះជារឿងមួយដែលអត់មានច្រកចេញសម្រាប់ខ្ញុំត្រូវជួយគាត់អញ្ចឹងចម្លើយមួយនេះគឺខ្ញុំឲ្យបងប្អូនចង់យល់អារម្មណ៍ខ្ញុំថាមូលហេតុអីបានខ្ញុំឲ្យបងប្អូនសន្សំទ្រព្យទិញដីមិនមែនទិញពីខ្ញុំទេស្ដាប់ឲ្យបានបងប្អូនចង់មកទិញដីខ្ញុំតម្លៃទៀបធូថប់ខ្ញុំក៏អត់មានដីលក់ជូនដែរដោយសារដីក្នុងស្តុកខ្ញុំមានទំហំធំណាស់អញ្ចឹងខ្ញុំចង់ចែកម្លែកបទពិសោធន៍នេះទៅបងប្អូនទាំងអស់គ្នាជាពិសេសកូនក្មួយកំពុងបាក់ចិត្តថារឹងមាំឡើងខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំយល់អារម្មណ៍បងប្អូនសូមឲ្យបងប្អូនទាំងអស់គ្នារួចផុតនៅរណ្ដៅជ្រុះជ្រងដងអូជីវិតមួយនេះឲ្យបានសូមជីវិតមួយពោពេញទៅដោយសំបំណងផ្នែកទាំងអស់គ្នា